សួស្តីអ្នកទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ការប្រឡងសាស្ត្រមហោល2026វីដេអូនេះគឺធ្វើឡើងដើម្បីបាទជម្រាបជូនក៏ដូចជាណែនាំអ្នកទាំងអស់គ្នាអំពីការណែនាំមួយចំនួនទាក់ទងជាមួយនឹងការប្រឡងសាស្ត្រមហោល2026អញ្ចឹងនេះគឺជា instruction មួយចំនួនបាទការណែនាំមួយចំនួនរបស់ការប្រឡងសាស្ត្រមហោលអញ្ចឹងការប្រឡងគឺមានរយៈពេលចំនួន1ម៉ោងកន្លះកូនសិស្សនីមួយៗគឺនឹងចាប់ផ្ដើមឡើងដោយ15បន្ទុកគឺកូនសិស្សនីមួយៗបាទបន្ទុកគឺ minimum គឺចំនួន15បាទហើយសំណួរគឺមានចំនួន25សំណួរអញ្ចឹងសួរថា15បន្ទុក bonus ហ្នឹងតើគេដាក់មកដើម្បីធ្វើអ្វីនេះការប្រឡងសាស្ត្រមហោលមាន25សំណួរ section A គឺជា multiple choice អញ្ចឹង multiple choice អ្នកទាំងអស់គ្នាបើសិនជាពួកយើងធ្វើត្រូវគឺយើងទទួលបាន2បន្ទុកបាទបើសិនជាយើងអត់ធ្វើគឺអត់មានបន្ទុកដកទេអញ្ចឹងមានន័យថាបើអ្នកអត់ធ្វើគឺអ្នកបាទទទួលបានចំនួន1បន្ទុកបាទគឺបន្ទុកហ្នឹងគឺជាបន្ទុកនេះបន្ទុក bonus នេះបាទនៅក្នុងមួយសំណួរបាទប៉ុន្តែបើសិនជាអ្នកធ្វើខុសអ្នកនឹងត្រូវបានគេដក1បន្ទុកបាទមានន័យថាឧទាហរណ៍ដូចសំណួរទី1អញ្ចឹងបាទបើសិនជាពួកយើងធ្វើវាត្រូវឧទាហរណ៍ចម្លើយឃើញ A បាទយើងធ្វើវាត្រូវអញ្ចឹងយើងទទួលបាន2បន្ទុកប៉ុន្តែបើសំណួរទី1នេះយើងអត់ឆ្លើយទេយើងអត់ឆ្លើយមានន័យថាគឺយើងទទួលបាន1បន្ទុកបាទតែបើសិនជាយើងធ្វើខុសបាទសំណួរទី1ដែលចម្លើយឃើញ A ហ្នឹងណាបាទយើងធ្វើខុសយើងដាក់ចម្លើយវាឃើញ B អញ្ចឹងគឺសំណួរហ្នឹងគឺអ្នកបាន0បន្ទុកតាមពិតអ្នកគួរតែដក1ប៉ុន្តែដោយសារតែមានបន្ទុក bonus នេះអញ្ចឹងគឺអត់មានន័យថាគឺមូលហេតុអីបានគេដាក់ bonus point គឺដើម្បីកុំឲ្យចេញលទ្ធផលមកបន្ទុករបស់អ្នកទាំងអស់គ្នាគឺ negative បាទ negative មានន័យថាយើងធ្វើខុសយើងលទ្ធផលយើងដក5បន្ទុកអញ្ចឹងគេអត់ចង់ឲ្យមាន negative point ទើបបានជាគេ offer 15 bonus point បាទដែលឡែកបើសំណួរទី1យើងធ្វើត្រូវតែក៏ពិតយើងមិនបាន2បន្ទុកទេ2បន្ទុកគឺជាបន្ទុកនៃបន្ទុកដែលត្រូវនៃសំណួរហ្នឹងបូកជាមួយនឹង bonus point មួយបន្ទុកទៀតអញ្ចឹងយើងបានរហូតដល់ទៅ3បន្ទុកហ្នឹងអញ្ចឹងអានេះគឺជាអត្ថន័យរបស់15 bonus point បាទហើយសម្រាប់ section B គឺចាប់ពីសំណួរទី16ដល់សំណួរទី25បើយើងធ្វើត្រូវយើងបាន4បន្ទុកហើយមិនមានការដកបន្ទុកនោះទេសម្រាប់ section B បាទសំណួរ16ដល់25ហ្នឹងប៉ុន្តែ10សំណួរទី16ដល់25វាមិនមែនជាសំណួរជ្រើសរើសទេគឺជាសំណួរគណនាអូខេអញ្ចឹងមួយទៀតដែលសំខាន់គឺបាទមិនអនុញ្ញាតឲ្យប្រើប្រាស់ជាមួយនឹងម៉ាស៊ីនគិតលេខនេះទេបាទម៉ាស៊ីនគិតលេខឬក៏ any digital device គឺមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងកំឡុងពេលប្រឡងបាទនោះទេអូខេមួយទៀតសំខាន់ផងដែរគឺ minimum time មានន័យថាការប្រឡងមានរយៈពេលចំនួន90នាទីបាទ1ម៉ោងកន្លះអញ្ចឹងឧទាហរណ៍ថាបើយើង30នាទីយើងធ្វើហើយយើងសុំចេញទៅខាងក្រៅក៏គេមិនអនុញ្ញាតឲ្យយើងចេញទៅដែរបាទយើងចាំបាច់ត្រូវតែស្ថិតនៅក្នុងទីតាំងប្រឡងយើងហោះណាស់រយៈពេល1ម៉ោងបាទអញ្ចឹងបើសិនជាពួកយើងហើយពួកយើងរួចរាល់អូខេយើងអាចចេញទៅបាននៅក្នុងកំឡុងពេល1ម៉ោងឧទាហរណ៍ថាយើងប្រឡងយើង start ពីម៉ោង9បាទ9:00រហូតដល់ម៉ោង10:30ពួកឯងរយៈពេល1ប្រឡងមាន1ម៉ោងកន្លះបាទអញ្ចឹងយើងដល់ម៉ោង10បាទដល់ម៉ោង10:00ហើយយើងធ្វើហើយយើងចង់ចេញអូខេអាហ្នឹងគឺយើងអាចចេញទៅបានប៉ុន្តែឧទាហរណ៍ថាម៉ោង9កន្លះសោះយើងធ្វើហើយយើងសុំចេញ no បាទអត់អាចទេបាទអូខេអញ្ចឹងនេះគឺជា instruction មួយចំនួនទាក់ទងជាមួយនឹងការប្រឡងបាទហើយនៅថ្ងៃប្រឡងអ្នកទាំងអស់គ្នាគឺពួកយើងទទួលបានជាមួយនឹងបាទនេះគឺជាក្រដាស AES បាទ AES នេះគឺជាក្រដាសចម្លើយបាទគឺជាក្រដាសចម្លើយណាទាំងអស់គ្នាដែលពួកយើងនឹងត្រូវបំពេញចម្លើយរបស់ពួកយើងចូលទៅខាងក្នុងក្រដាសហ្នឹងអូខេអញ្ចឹងហើយមិនត្រឹមតែក្រដាស AES ទេគឺពួកយើងក៏ទទួលបានជាមួយនឹង contest pass នេះផងដែរឥឡូវឧទាហរណ៍បាទអញ្ចឹង contest pass នេះអ្នកទាំងអស់គ្នាពេលដែលពួកយើងប្រឡងពួកយើងបាទអនុរិយគឺគាត់នឹងរៀបចំ contest pass នេះជូនអ្នកទាំងអស់គ្នាបាទអញ្ចឹង contest pass នេះមានឈ្មោះរបស់ពួកយើងអញ្ចឹងពួកយើងមើលណាឈ្មោះរបស់ពួកយើងបើសិនជាសរសេរខុសអីបាទតាក់ទងមកកាន់ក្រុមការងារវិញភ្លាមដើម្បីធ្វើការកែតម្រូវបាទថ្នាក់របស់ពួកយើងបាទនេះគឺជា index number បាទបេក្ខជននីមួយៗគឺមាន index number ផ្សេងគ្នាទាំងអស់បាទអត់មានបេក្ខជនណាមាន index number ដូចគ្នាបាទសាលារបស់ពួកយើងខ្ញុំគ្រាន់តែដាក់វាជាលក្ខណៈគំរូទេបាទហើយនេះគឺជាថ្ងៃប្រឡងបាទម៉ោងប្រឡងរបស់ពួកយើងបាទហើយ contest venue ថាយើងប្រឡងនៅសាលាណាអញ្ចឹងណាអូខេអញ្ចឹងសួរថាមូលហេតុអីបានពួកយើងត្រូវមានជាមួយនឹង contest pass ទាំងអស់នេះបាទ contest pass ទាំងអស់នេះគឺពួកយើងនឹងប្រើវានៅថ្ងៃប្រឡងបាទនេះឧទាហរណ៍ដូចនេះគឺជាក្រដាស AES របស់ពួកយើងអញ្ចឹងយើងបានក្រដាស AES យើងមើលព័ត៌មាននៅក្នុង contest pass មិញហ្នឹងអូខេឈ្មោះរបស់ពួកយើងអូខេឈ្មោះឥឡូវខ្ញុំទៅសេឈ្មោះរបស់ខ្ញុំបាទយ៉ាសុភ័ណ្ឌអូខេសាលាមិញហ្នឹងបាទ TBF for example ទី brand name បាទ school name យើងអាចសរសេរជាអក្សរកាត់បានអត់ជាបញ្ហា
បាទហៅ grade មិញហ្នឹងគឺ grade 10បាទជាង shade ណាទាំងអស់គ្នានេះគឺជារបៀបនៃការ shade យើង shade អញ្ចេះណាបាទ shade អញ្ចេះទើបបានជាការ shade ត្រឹមត្រូវបើ shade អញ្ចេះវិញគឺខុសហើយបាទ shade អញ្ចឹងគឺខុសហើយណាអ្នកនរគ្នាបាទយើង shade ឲ្យដិតអញ្ចឹងindex number របស់ពួកយើងមិញហ្នឹងចូលទៅមើលក្នុង context file នេះ855 26 04 197អូខេអញ្ចឹងយើងសរសេរមកក្នុងនេះបាទ855 26បាទ04ដង197អូខេបន្ទាប់ពីយើងសរសេរចឹងហើយយើងមើលចុះទៅខាងក្រោមអូខេអានេះលេខ8เนาะចឹងលេខ8យើងមើលទៅជួរហ្នឹងបាទកន្លែងណាលេខ8គឺយើង shade លេខ8អូខេអានេះដូចគ្នាមើលចុះទៅក្រោមលេខ5នេះ shade លេខ5បាទនេះដូចគ្នាយើងមើលចុះទៅក្រោមណាបាទហើយយើងមើលចុះទៅខាងក្រោមចឹងបាទនេះលេខ2មើលចុះទៅក្រោមដូចគ្នាបាទលេខ6បាទអូខេកុំ shade ឲ្យខុសកុំ shade ឲ្យខុសជួររបស់វាណាទាំងអស់គ្នាបាទចឹងនេះ0 0 0 1 9ហើយនឹង7អូខេបាទចឹងទៅដល់ការឆ្លើយចម្លើយវិញអូខេដល់ការឆ្លើយចម្លើយអូខេមួយទៀតផងដែរទាំងអស់គ្នាគឺសួរថាលោកគ្រូមិនក៏នេះខ្ញុំទៅសេទៅ school name របស់ខ្ញុំខ្ញុំសេថាអក្សរកាត់បានខ្ញុំចាំបាច់អីទៅសេFacebook អានេះពេញអត់អត់អីទេទាំងអស់គ្នាព្រោះអី index number របស់ពួកយើងបាទគឺ system គឺគេ record ហើយគ្រាន់តែវាយ index number ចេញមកគឺព័ត៌មានរបស់អ្នកទាំងអស់គ្នាចេញមកទាំងអស់តែម្ដងបាទចឹងអត់ជាបញ្ហាអូខេឥឡូវយើងចូលទៅដល់សំណួរវិញបាទសំណួរចឹងសំណួរអ្នកទាំងអស់គ្នាបានឃើញស្រាប់ហើយណាបាទនេះគឺជាបាទសំណួរ multiple choice បាទមានសំណួរទី1ដល់សំណួរទី15អំបញ្ញមិញណាឥឡូវគេហៅថាអូខេចឹងជម្រើសវាមាន A B C D E ចឹងឧទាហរណ៍ទី1លំហាត់ទី1យើងឃើញចម្លើយ C គឺយើង shade កន្លែង C ចឹងអូខេយើង shade ចឹងណាទាំងអស់គ្នាទី2យើងឃើញ B គឺយើង shade កន្លែង B ចឹងទាំងអស់គ្នាកន្លែងណាអត់ច្បាស់កុំផ្សេងតោះណាបាទកុំកេះណាព្រោះអីតែកេះបើយើងកេះខុសគឺគេដកបន្ទុករបស់យើងវិញបាទចឹងច្បាស់ចាំធ្វើអូខេជែកចូលមកដល់សំណួរទី16អញ្ចឹងសំណួរទី16ដល់សំណួរទី25បាទគឺជាសំណួរគណនាណាទាំងអស់គ្នាបាទsorry បាទសំណួរគណនាបាទនេះអូខេសំណួរទី16ដល់សំណួរទី25ណាទាំងអស់គ្នាអញ្ចឹងឥឡូវឧទាហរណ៍ថា16យើងគណនាទៅយើងឃើញចម្លើយរបស់វាឃើញ25ឧទាហរណ៍យើងឃើញ25អញ្ចឹង25គឺយើងត្រូវដឹងណាកន្លែងណាយើងសរសេរលេខ25អញ្ចឹងអានេះគឺខ្ទង់រាយអានេះគឺខ្ទង់10អានេះគឺខ្ទង់100អានេះគឺខ្ទង់ពាន់បាទអញ្ចឹង25គឺលេខ5នៅខ្ទង់រាយលេខ2នៅខ្ទង់10ចុះខ្ទង់100អត់មានលេខគឺយើងត្រូវដាក់លេខ0ខ្ទង់ពាន់អត់មានលេខគឺយើងត្រូវដាក់លេខ0បាទរួចហើយបន្តមកគឺយើងធ្វើការ shade តាមធម្មតាអញ្ចឹងដូចគ្នាដូចយើង shade index number មិនអញ្ចឹងទាំងអស់គ្នាអញ្ចឹងអានេះលេខ2យើងគូសមកកន្លែងលេខ2អញ្ចឹងអានេះលេខ5យើងគូសមកកន្លែងលេខអូខេលេខ5អូខេឧទាហរណ៍17ចម្លើយរបស់គេឃើញ365មកលើឧទាហរណ៍បាទអញ្ចឹងប្រកាសណាលេខ5គឺនៅខ្ទង់រាយលេខ6គឺនៅខ្ទង់10ហើយនិងលេខ3គឺនៅខ្ទង់100រីឯខ្ទង់ពាន់គឺអត់មានលេខគឺយើងដាក់លេខ0បាទរួចហើយគឺយើងធ្វើការ shade ធម្មតាបាទដូច្នេះអូខេបាទអញ្ចឹងនេះបាទនេះគឺជាបាទ instruction មួយចំនួនទាក់ទងជាមួយនឹងបាទទាក់ទងជាមួយនឹងការប្រឡងហើយសូមបញ្ជាក់ផងដែរការប្រឡងគឺមានជាពីរភាសាគឺភាសាអង់គ្លេសនិងភាសាខ្មែរបាទអញ្ចឹងខ្ញុំសូមរំលឹកបញ្ជាក់ផងដែរនៅក្នុងវីដេអូមួយនេះគឺប្រកបណាស់គឺទីតាំងនីមួយៗបាទនៃការប្រឡងគឺប្រឡងខុសថ្ងៃគ្នាបាទខុសទីតាំងគ្នាបាទអ្នកខ្លះគាត់ប្រឡងនៅថ្ងៃទី28នៅក្រសួងដែនដីទៅអ្នកខ្លះក៏គាត់ប្រឡងនៅទីតាំងសាលារបស់ពួកគាត់អ្នកខ្លះគាត់នៅខេត្តគាត់ប្រឡងនៅខេត្តបាទប៉ុន្តែក្រុមការងារសូមបញ្ជាក់ផងដែរថាទោះបីជាពួកគាត់ប្រឡងនៅទីតាំងខេត្តណាក៏ដោយគឺការប្រឡងស្ថិតនៅក្រោមការអនុរិយរបស់ក្រុមការងារ The Brand Factory បាទគឺការប្រឡងបើទោះបីជាគាត់ប្រឡងមុនឬក៏ប្រឡងក្រោយគឺมันមានការបែកវិញ្ញាសាអីបាទនោះទេបាទព្រោះអីគឺกระดาษប្រឡងទាំងអស់គឺកុំសិស្សមិនអនុញ្ញាតឲ្យយើងមានយកกระดาษអីមកទាំងអស់បាទគឺប្រឡងធ្វើប្រមាណវិធីអីគឺនៅលើกระดาษប្រឡងទាំងអស់បាទទី1ទី2ការប្រឡងរបស់SIMCC សិង្ហបុរីគឺគេយកភាគរយបាទមានន័យថា8%ខ្ពស់បំផុតគឺនឹងទទួលបានជាមួយនឹងមេដាយមាស12%គឺ silver ហើយនឹង20%គឺ bronze បាទអញ្ចឹងឧទាហរណ៍ថា Mr A ហើយនិង Mr B Mr A គាត់ប្រឡងមុនតែ Mr A នឹងយកទៅប្រាប់ Mr B ទេបើសិនជា Mr A គាត់អង្គុយទិញគាត់ធ្វើឲ្យអស់លឿនអូខេគាត់សល់ពេលគាត់អង្គុយទិញបាទរួចហើយគាត់យកទៅប្រាប់ Mr B អញ្ចឹងបើសិនជា Mr B គាត់ធ្វើបានល្អជាងប្រកបណាស់ Mr B គឺគាត់នឹងរុញ Mr A ទម្លាក់មកខាងក្រោមបាទពួកអីគឺគេយករំដាប់បន្ទុកខ្ពស់បំផុតអូខេ
បាទហើយនៅឆ្នាំនេះគឺ Saxmo គឺនឹងមានរៀបចំជា trophy ដូចគ្នាបាទសម្រាប់ top 3 ហើយនឹងបាទប្រាក់ឧបត្ថម្ភ$300សម្រាប់លេខ1បាទនៃកម្រិតថ្នាក់នីមួយៗបាទលេខ2 200និងលេខ3 $100បាទអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាបាទនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពបាទធ្វើការប្រកួតប្រជែងប៉ុន្តែខ្ញុំសូមបញ្ជាក់ផងដែរថាកម្រិតថ្នាក់របស់អ្នកទាំងអស់គ្នាត្រូវតែជាកម្រិតថ្នាក់បច្ចុប្បន្នថ្នាក់ឆ្នាំបច្ចុប្បន្នព្រោះអីអ្នកដែលនឹងទទួលបានជាមួយនឹងជ័យលេខ2លេខ1លេខ2លេខ3ក្រុមការងារនឹងធ្វើការបញ្ជាក់ជាមួយនឹងសាលាថាគាត់នឹងគឺពិតជាចុះឈ្មោះប្រឡងនៅកម្រិតថ្នាក់ដែលត្រឹមត្រូវបាទដែលក្រុមការងារបានកំណត់បាទឬក៏យ៉ាងណាបាទសិនជាមិនត្រឹមត្រូវទេគឺក្រុមការងារនឹងធ្វើការដកហូតបាទយកនៅជ័យលាភីរួចហើយយកទៅប្រគល់ជូនអ្នកបន្ទាប់ដូច្នេះបាទវីដេអូមួយនេះគឺមានតែប៉ុណ្្នេះបាទអញ្ចឹងសូមអរគុណក៏ដូចជាសូមជូនពរអ្នកទាំងអស់គ្នាធ្វើបានល្អខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនិងជោគជ័យបាទគ្រប់គ្នាបាទសូមអរគុណ